ខ្ញុំមិនអាចទៅគ្រប់គ្រងគំនិតអស់លោកអ្នកបងប្អូនជំនួសលោកអ្នកបងប្អូនបានទេមែនទេគឺមានតែយើងខ្លួនឯងទេដែលដឹងថាយើងកំពុងគិតអីហើយយើងអាចគ្រប់គ្រងគំនិតនោះបានពេលខ្លះយើងគិតថាអូខ្ញុំមិនអាចយកឈ្នះគំនិតនេះទេប្រហែលជាពិតប្រាកដមែនពេលខ្លះយើងមិនអាចយកឈ្នះគំនិតដែលនិយាយនៅក្នុងគំនិតយើងក៏ប៉ុន្តែបើយើងធ្វើខ្លួនឯងពិតប្រាកដជាមិនអាចទៅរួចក៏ប៉ុន្តែបើយើងពឹងលើព្រះវិញ្ញាណបរិសុទ្ធព្រះអង្គពឹងលើព្រះបន្ទូលព្រះអង្គជាជំនួយមកកាន់យើងហើយយើងអាចធ្វើការផ្លាស់ប្ដូររបៀបគិតណាដែលនៅក្នុងគំនិតយើងជារៀងរាល់ថ្ងៃបានអេមែនអរលោកអ្នកបងប្អូនប្រហែលជាយើងអត់ចាប់អារម្មណ៍ក៏ប៉ុន្តែខ្ញុំចង់និយាយអញ្ចេះអរិយសាតាំងក៏វាអត់អាចគ្រប់គ្រងគំនិតយើងបានដែរអរិយអត់អាចគ្រប់គ្រងគំនិតយើងបានទេក៏ប៉ុន្តែវាចូលចិត្តប្រើអ្វីគេដែលមាននៅក្នុងគំនិតយើងហើយបំភាន់យើងឲ្យយើងស្ដាប់តាមឲ្យយើងធ្វើតាមដូច្នេះយើងត្រូវការច្បាំងដើម្បីយើងអាចយកឈ្នះច្បាំងដើម្បីគំនិតយើងអាចផ្លាស់ប្រែហើយច្បាំងដើម្បីជីវិតយើងបានប្រែស្របទៅតាមព្រះハរតីរបស់ព្រះជាម្ចាស់នៅពេលដែលយើងផ្លាស់ប្រែគំនិតយើងនឹងនាំឲ្យយើងអាចប្រែចិត្តយើងអាចប្រែចិត្តបានទេប្រសិនបើគំនិតយើងអត់ផ្លាស់ប្រែតើយើងផ្លាស់ប្រែគំនិតយើងសិនទើបទាញនាំយើងទៅកាន់ជីវិតដែលផ្លាស់ប្រែពាក្យថាប្រែចិត្តគឺផ្លាស់ប្ដូរគំនិតផ្លាស់ប្ដូរពីអ្វីគេដែលយើងកំពុងគិតហើយជាមួយគ្នាគឺយើងផ្លាស់ប្ដូរទិសដៅផ្លាស់ប្ដូររបៀបប្រព្រឹត្តទិសដៅដែលយើងដើរពីរនេះវាជាប់គ្នាប្រសិនបើយើងអត់ចាប់អារម្មណ៍ថាគំនិតនឹងវាខុសទេយើងមិនអាចផ្លាស់ប្រែគំនិតនឹងបានទេហើយប្រសិនបើគំនិតនឹងអត់ផ្លាស់ប្រែទេយើងក៏អត់ឃើញថាផ្លូវនឹងខុសដែលយើងត្រូវផ្លាស់ប្ដូរដែរមែនទេដូច្នេះទាំងពីរនឹងវាទៅជាមួយគ្នាដើម្បីយើងអាចផ្លាស់ប្ដូរសកម្មភាពប្រព្រឹត្តរបស់យើងបានតើយើងផ្លាស់ប្ដូរគំនិតយើងជាមុនសិនថានោះគឺជារឿងខុសនោះគឺជារឿងដែលមិនត្រឹមត្រូវឧទាហរណ៍យើងចូលចិត្តនិយាយដើមគេយើងគិតថាប្រហែលជាមិនអីទេពួកគេអត់ដឹងផងហ្នឹងការនិយាយដើមគេមិនខុសណាក៏ប៉ុន្តែព្រះបន្ទូលព្រះអង្គថាជារឿងខុសអញ្ចឹងតើយើងដឹងថាអូការនិយាយដើមគេជារឿងខុសទើបយើងអាចផ្លាស់ប្រែសកម្មភាពយើងឈប់និយាយដើមគេណាឬក៏ពេលខ្លះយើងមានគំនិតតណ្ហាកើតឡើងនៅក្នុងខួរក្បាលយើងនៅក្នុងគំនិតយើងគ្រាន់តែឃើញយើងគិតហើយយើងថាមានបាបណាខ្ញុំមានបានទៅធ្វើអីខុសឲ្យមានបាបអត់ទេព្រះបន្ទូលព្រះអង្គថានៅពេលដែលយើងកលេចឃើញនរណាម្នាក់ហើយយើងមានទំរេកតណ្ហានៅក្នុងគំនិតនៅក្នុងអារម្មណ៍គឺជាអំពើបាបដូច្នេះតើយើងចាប់គំនិតនឹងទើបយើងអាចផ្លាស់ប្ដូររបៀបដែលយើងរស់នៅសកម្មភាពដែលយើងប្រព្រឹត្ត